សម្រាប់វគ្គនេះគឺជាវគ្គដែលត្រូវឲ្យអ្នកទាំងពីរមកយកនៅទឹកប្រាក់5លានរៀលពីកម្មវិធីរបស់យើងចាបាទយើងបានវាយផ្ដួលជើងខ្លាំងមកគូបាត់ទៅហើយឥឡូវមិនថនមិនវិញដល់នេះនៅមិនអីនេះអត់តែមួយថ្ងៃឯងឃើញបងថនហើយបងផុនមិនអីមិនរហូតឥឡូវមកដល់វគ្គនេះនៅមិនអីមិនទៀតមិនទៀតទេមិនកាសមេដងមិនព្រោះ5លានណាឥឡូវសួរមិននេះស្គមអាភារមិនចាមិនឥឡូវមិន50បានណា50មិនបូកជួគ្នាយើងពាក់កណ្ដាលហើយ50ថ្ងៃ50ហ្នឹងពាក់កណ្ដាលម្នាក់ទៅយើងចែកគ្នាតែយើងមិនប្រេកពុនណាយើង100ដែរអូខេអូខេតោះត្រឡប់ក្រោយបែរអូខេមើលនេះគឺជាទឹកប្រាក់ដែលជាកម្លាំងស្រូបទាញដើម្បីយើងទទួលបានជាលទ្ធិនៅក្នុងនេះគឺ5លានរៀលស្មើនឹង50ដុំម្ដុំ 100000 តើឥឡូវសូមក្រុមការងារបង្ហាញសំណួរត្រៀមឲ្យនៅលើ LED អូខេសំណួរសួរថាសីតុណ្ហភាពមានលំដាប់ពីក្តៅខ្លាំងនៅវស្សារដូវទៅជាត្រជាក់ខ្លាំងនៅសិរៈរដូវកើតមានក្នុងអាកាសធាតុនៅតំបន់ណាសីតុណ្ហភាពមានលំដាប់ក្តៅខ្លាំងនៅវស្សារដូវទៅជាត្រជាក់ខ្លាំងនៅសិរដូវកើតមាននៅក្នុងអាកាសធាតុនៅតំបន់ណាសូមគិតហើយត្រៀមនឹងឆ្លើយណាក្រុមការងារសូមបង្ហាញចម្លើយគុយសែមទាំង6ជើញតំបន់ប៉ូលតំបន់ត្រូពិកតំបន់មាត់សមុទ្រតំបន់ត្រជាក់បង្គួរតំបន់ក្តៅតំបន់ភ្នំប្រហែលគ្នាហាក់ដូចស្រួលប៉ុន្តែពិបាកចាបាទមើលទៅណាសូមចាប់ផ្ដើមដាក់ទឹកប្រាក់បាទគិតហើយគិតណាតំបន់ភ្នំដាក់បដាគិតបដាបងនីតិយើងមានកំណត់ណាលុយដែលខាងក្រៅមិនឲ្យរើសទេកុំឲ្យឈប់ទេបងតំបន់ត្រូពិកតំបន់សមុទ្រតំបន់ត្រជាក់បង្គួរតំបន់ក្តៅតំបន់ភ្នំណាទៅជាអូខ្ញុំគិតអត់ចេញដែរបងជំរំអើយពីនោះដាក់បដាគិតបដាណាបើតាមខ្ញុំយកផាសប៉បបើខ្ញុំច្បាស់ពីតឡាចរហូតមកជំរំអត់ទឹកបើខ្ញុំក្តៅក្នុងបងចាអូខេសីតុណ្ហភាពមានលំដាប់ពីក្តៅខ្លាំងនៅសាឡាត្រជាក់ខ្លាំងនៅសិរៈអត់ច្បាស់រើ4ទូសិនណាតំបន់ដាក់បានតែ4ទេណាដាក់បានតែ4ទេបងរើ4ទូសិន4ទូណានេះច្បាស់ទូទេសុំដកបន្ទូចេញណាបានតែ4ទូទេអូចាំគូនេះដាក់ដល់បានតែ4ទូទេឲ្យលឿនមកលឿនពាក់កណ្ដាលផ្លូវណាមិនខ្ញុំដាក់នៅដែរសំណួរហ្នឹងបើអានសំណួរយល់គឺដឹងចម្លើយតែម្ដងស្រួលអានសំណួរឲ្យយល់នឹងចាច់ចម្លើយឯងបងចាសុំដាក់តែ4ទូទេណាអូខេពេកពួកអីមើលទៅចាកុំច្បាស់ពេកណាដូចជាបើសម្រាប់ខ្ញុំដូចកម្មមិនដូចខ្ញុំស៊ីលុយសោះដាក់ពីពីហ្នឹងបាទចូលពឹកទៅបើក្តៅខ្លាំងមកទៅចាក់ខ្លាំងឡប់អត់ទៅទៀតចូលពឹកបើក្តៅខ្លាំងមកទៅចាក់ខ្លាំងដកខ្លាំងទៅបងដាក់ពីទូនឹងអត់ឡើយបើយើងអត់ច្បាស់អត់ក្នុងហ្នឹងឯងក្នុងហ្នឹងដាក់ថតដាក់មុខមកឯងទៅអាមុខមកឯងក្បាលដៃនេះនឹងដាក់មុខទូទៅទូហ្នឹងហើយណែបើខ្ញុំស្អាច់តែបែបណែអានេះច្រើនណាបងឯងដាក់ច្រើនពេកទៅអីយ៉ាងអត់ហ្នឹងវាឲ្យមានការសម្រេចចិត្តលឿនបងលឿនបងលឿនចាំអស់ហើយណាហ្នឹងហើយស្អាច់ចិត្តដែរអូខេបាទឥឡូវទាំងពីរនេះគឺធ្វើបានសម្រេចចិត្តរួចហើយប៉ុន្តែយើងនៅមានឱកាសមួយទៀតគឺ50%ចាចុះតំបន់ក្តៅខ្លាំងបងភ័ណ្ឌហើយនឹងចន្ទថនបានធ្វើការសម្រេចចិត្តរួចហើយដាក់ដែរបាទបានធ្វើការសម្រេចចិត្តរួចហើយនៅទឹកប្រាក់ពេញក៏ប៉ុន្តែបើសិនជាមិនទាន់ច្បាស់អាចរំលែកបានមកទូនេះគឺ50%បើពេលដែលត្រូវគឺទទួលបាននៅរំលែកពីនេះដាក់នេះបានបាទអត់ទេមានន័យថាបើសិនជាអាចគឺរំលែកពីទូផ្សេងមកដាក់ទូនេះបានណាចាបាទតែទូនេះបើសិនជាត្រូវគឺទទួលបានទឹកប្រាក់តែ50%ទេអស់នីតិហើយតោះនៅពេលនេះចុះបើសិនជាអានលើសំណួរប្រហែលជាដឹងពីចម្លើយបាត់ចាសីតុណ្ហភាពមានលំដាប់ក្តៅខ្លាំង
ទៅជា មើលតែនៅទាំងពីរហាក់ដូចជាមិនតន់អស់ចិត្តនៅឡើយទេ អស់ចិត្តទៅបងអស់ចិត្តទៅ បាទមិនតន់អស់ចិត្តអាចដកដូរដេញបានណា អស់ចិត្តទៅបងអស់ចិត្តទៅ អាកាសធាតុនៅតំបន់ណា ដូច្នេះ អូខេ ចម្លើយដ៏ពិតប្រាកដនោះគឺ ហើយញ៉ាំខ្ញុំដាក់បោអត់ជឿទេ បងឯងថាគុំអត់ដាក់គឺតាមពិតខ្ញុំដាក់ហ្នឹងបងឯងដកបងចេះ ឥឡូវបងថាឥឡូវបើហេតុតែបានដាក់តំបន់ប៉ូល អឺ តំបន់ប៉ូលគឺជាតំបន់ដែលត្រជាក់ខ្លាំង តិចជាក់ខ្លាំងហ្មង បាទ ជាក់ មិន ជា ចា ក់ ក់ ហ្មង ខ្លាំង ប៉ុន្តែតំបន់ប៉ូលដូចជាមិនអាចមកក្តៅខ្លាំងណាស់បើខ្ញុំគិតទេណាត្រជាក់ហ្មង បងឯងខ្ញុំដាក់ ត្រ ហ្នឹង ជាក់បង្គួរ ដក មាន បង ន័យថា ចេញ ឥឡូវបើខ្ញុំគិតវិញណា ខ្ញុំគិត ត្រជាក់បង្គួរមានន័យថា ខ្ញុំ មើលល្មម ចា ចា ហើយក្តៅក៏ល្មមដែរ ខ្ញុំគិត យ៉ាងណាក៏ដោយក៏អ្នកទាំងពីរបានធ្វើរួចរាល់បាត់ទៅហើយ តោះយើងចាប់ផ្ដើម ប្រាក់មួយចំនួនមួយចំណែកដែលយើងអាចចែកគ្នាបានបែកជាពីរសល់ប្រមាណទៅណោះ ចាតោះរាប់បង 1 ដាក់អានោះឡើងច្រើន ហើយចម្លើយហ្នឹងមុនដំបូងឃើញមកចម្រុងនេះចម្លើយទូនហ្នឹង 2តែខ្ញុំដូរមកតឡេ បងមកចម្រុងហ៎តាមមក ទេ ចម្រុង ខ្ញុំត្រាចខ្ញុំទូត្រាចទេ តែឃើញមកតាមមកចម្រុង តាមបង តាមមកចម្រុងមកអត់បង តាមគាត់តាមគាត់ តាមមកចម្រុងហ្នឹងហើយលើអត់កែលតាមមកចម្រុង ទេ តាមមកចម្រុង ខ្ញុំត្រាចនោះទេ តាមយ៉ាងចម្រុងតាមចម្រុងប៉ុន្តែដូចអត់សូវក្រាស់សោះ បើតាមខ្ញុំមែនណាដល់គឹបអត់ហើយ តាមពិតបើដាក់ទៅតាំងពី តោះ នេះ តោះ ច្រើន តោះ ល្អ តាមមកណា ខ្ញុំមានអារម្មណ៍ថា 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 1
1 លាន 9 សែននេះ ក៏បាច់អត់ផងវិញអាលីងមកទៅលុបដល់ដៃគូណង đâu តែមិនដឹងមិន ដោមក អូខេអរគុណច្រើន អរគុណតន្ត្រីកោអរគុណច្រើនខាងបាទក្រុមចែកទេសរបស់យើង ចេះមិនលុយនៅសល់នោះទៀត នេះមកយើងយកអស់ យកអស់ ចាប់ ងាប់ ឥឡូវគិតអត់លើកយកមកអស់ មែន មិនអីមិនហ្នឹងភ័យពេកមិនអីមិន មិន ឥឡូវមិន លុយនៅសល់ក្រោយទៀត មិន ឥឡូវបងផាន់វិញបងផាន់វិញមិនឥឡូវមិន ណាត់គ្នាថាយកលុយមកដាក់នៅសិនចាំគិតគ្នាហ្នឹងហើយឥឡូវលុយនៅសល់នោះទៀតអើយលំចា មិនសុំដងទៀតឬក៏មិន អត់ទេអស់សំណាញ់មិនអីមិនអស់សំណាញ់ អូខេអរគុណច្រើនសូមជ័យបងហូបក៏ដល់ជាទឹកឡាជើប្រស៊ីបន្ថែមពីលើទឹកប្រាក់ មិន ចាអត់យកមិនយ៉ាងនោះមិនបានសល់លុយយ៉ាងនេះបាន ចាំមកទីក ពីទៀតអាមន្ទីរក៏ភ្លេចដែរ មានតែពីតំបន់ប៉ូលស្អីមានតំបន់ប៉ូ នេះ ល គាត់ទេមានតែពីរគាត់យកដាក់នោះមានតែជិះទេបងអានេះគាត់ដាក់នេះមកខ្ញុំពុបអត់ទេ អូខេតាជាការទៅជំរាបលាស្រាប់ទាំងធម្មនេះអរគុណជូនពបដល់ទឹកផ្លែឈើប្រេស៊ីក៏ដូចជានីតិកម្មបងប្អូនរបស់យើងបាទសូមជម្រាប ចា ចាក៏សូមអរគុណដល់កម្មវិធីនេះសប្បាយមែនតើចា Freshy នេះនៅហើយក៏អរគុណដល់បងជំរងហើយបងទេដាហើយចាកំហុសឆ្គងក៏សំខាន់តែភ័យទោសពួកអីចារៀងជ្រៅដែរមិញចាហ្គេមមិនធម្មតាចា ការវិលពាក្យហ្នឹង ចាមិនអីមិនទេបាក់មិនអីចាណាស់អរគុណចាអរគុណមែនតើសម្រាប់ដៃគូបងភ័ណ្ឌចាគាត់ជាដៃអកហើយខ្ញុំជាអ្នកជំនាញផងចាតារាសម្ដែងហ៎គេអួតចាបែនបាទអរគុណបងទី2អរគុណបងប្អូនអរគុណបងប្អូនទី2បាទដែលបានចូលរួមកម្មវិធីរបស់យើងហើយទទួលបាននៅភាពរីករាយពីកម្មវិធីរបស់យើងគឺពួកគាត់បានបង្កើតនៅអ្វីដែលថ្មីបន្តទៀតហើយជូនពរទទួលបានភាពសុខសប្បាយជោគជ័យគ្រប់ការងារភារកិច្ចសង្គមជួបគ្នានៅឱកាសក្រោយបាទ ចាអរគុណច្រើនមកនឹងគ្រប់នេះពីកម្មវិធីសូមអរគុណជាពិសេសដល់អ្នកដែលនាំមកជូនផ្លេចមុខដោយទឹកផ្លែឈើ Freshy ដែលបានធ្វើឲ្យកម្មវិធីដំណើរការទៅបានយ៉ាងរលូនអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការគ្រប់គ្រងនិងតាមដានទស្សនានៅក្នុងកម្មវិធីរបស់យើងផងដែរនៅពេលនេះយើងខ្ញុំទាំងអស់គ្នានិងក្រុមការងារសូមអរគុណសូមគោរពលា